họ xí hay nâng nẹt với cá ở đây bởi vốn ta bất với khó khăn men tai sầm khăn pe khác cứ dương từ prao chút từ xa bị chìm và bị chìm là biết mấy bị chìm thì thằng tha pe khác cầm đất dương nè họ xí vì sạc cam chiêng này sạc cam chiêng đòn tha sạc cam hưởng lùi châu sạc cam hưởng lụa trên bên đây tha tình châu lụa trên trần nên dương do lùi đã có ba cái xây chúng ta đang cầm đất nè họ xí ấy mà còn tay đập pe cầm đất nè thư cá con ở trong prao luôn con năng ao lục vơ pe thế aoไปบ่ละมอมรอมอដើម្បីតែមករស់នឹងបានហើយបាទដល់ខែបើកប្រាក់ខែដាច់ខែដាច់ខ្យល់អីខ្លះឲ្យដែរអញ្ចឹងទៅបាទអញ្ចឹងប្រហែលជាគាត់មកពីគោលដៅគាត់មើលឃើញទៅត្រឹមប៉ុណ្ណឹងដល់ពេលគាត់មើលឃើញទៅត្រឹមប៉ុណ្ណឹងគាត់ចាប់ដើមរកកន្លែងណាមួយដើម្បីចតជីវិតនឹងហ្មងរកកន្លែងណាមួយដើម្បីស្រួលហ្មងដល់ពេលបងអត់ចង់អញ្ចឹងទេចង់ថាកើតមកជាតិធាតមកចានគេដែរបើគេជីឡងរវែឯងដាក់ឡងរវែដែរគេមើលឬក៏ថាបើគេមានវេលាយើងមានវេលាអីគេដែរមើលអញ្ចឹងអាហ្នឹងគឺប្រហែលជាមនុស្សវាមានផ្នត់គំនិតពីរផ្សេងគ្នាផ្នត់គំនិតមនុស្សមួយប្រភេទគឺគាត់គិតថាជីវិតរបស់គាត់គឺរស់នៅគឺពឹងផ្អែកទៅលើតែប្រាក់ខែហើយកាលណាដែលពឹងផ្អែកទៅលើប្រាក់ខែដរាបណាតតែគាត់ធ្វើការអានឹងបានគាត់ចុងខែគាត់បើកលុយអញ្ចឹងយើងសម័យមកបើយើងជាប្តីឬក៏យើងជាមេគ្រួសារបើសិនជាយើងធ្វើបែបហ្នឹងយើងមានតួនាទីជានាយកក៏ដោយចុះបើថ្ងៃណាមួយយើងឈឺយើងធ្វើការលេងតួនាទីជានាយកហ្នឹងហើយនឹងលុយហ្នឹងបានមកកប់ប្រពន្ធយើងទៀតទេបានមកកូនយើងទៀតទេអត់បានទេជាពេលយើងធ្វើការឲ្យគេលេងកើតគេប្រកាសជារកអ្នកដទៃផ្សេងមកជំនួសយើងហើយអញ្ចឹងយើងលែងមានចំណូលហើយអញ្ចឹងមនុស្សដែលមានផ្នត់គំនិតបែបហ្នឹងគឺមានន័យថាគាត់មានចំណូលតែពេលណាដែលគាត់ធ្វើសកម្មភាពតែប៉ុណ្ណោះអញ្ចឹងតើគាត់បញ្ចេញសកម្មភាពគាត់បញ្ចេញពលកម្មប្រចាំខែអាហ្នឹងបានគាត់បានចំណូលប៉ុន្តែអ្នករស់ស៊ីពេលខ្លះកាលណាដែលគេធ្វើឲ្យដើរទៅគេមានបុគ្គលិកគេ3 4នាក់ឲ្យជួយលក់ជួយដូរអញ្ចឹងទៅទោះបីជាគេឈឺគេមិនសូវអីក៏វាមានសេរីភាពផ្នែកហិរញ្ញវត្ថុនឹងជាងដែរអញ្ចឹងមធ្យោបាយល្អបងកុំអាតកែគាត់អាសានាំគាត់ចូលរួមជួបជាមួយអ្នកដែលគេរស់ស៊ីណាជួបជាមួយនឹងអ្នកខាងសេអូននេះគេអាសាជួបជាមួយនឹងគេហៅថាជួបជាមួយនឹងសហគ្រិនវ័យក្មេងឬក៏ខាងសហគ្រិនដែលគេមានជំនាញមានបទពិសោធន៍ជោគជ័យហ្នឹងគេមកចែករំលែកបទពិសោធន៍យើងអញ្ជើញគាត់មកស្ដាប់លេងអីចឹងទៅពេលខ្លះជ្រាបម្ដងបន្តិចបងបាយកែគាត់ទេថ្ងៃមួយគាត់ស្ដាប់ឮគេនិយាយតាមវិទ្យុតាមមួយคลิกគាត់ចាប់ផ្ដើមដូរការគិតរបស់គាត់មកនៅពេលនោះគឺគាត់អាចនឹងគ្រប់គ្រងទៅលើគំនិតបងច្រើនពេលខ្លះយើងប្តីប្រពន្ធក៏លោស្មើនេះពេកក៏បាក់ដែរបងពេលខ្លះយើងកុំនិយាយច្រើនបើយើងដឹងតែយើងនិយាយទៅមិនសូវមានប្រសិទ្ធភាពខ្ចីដៃគេប្រើអានេះក៏ជាមធ្យោបាយល្អដែរអ្វីដែល